នេះមិនមែនត្រឹមតែជាសិល្បៈគូមុខទេប៉ុន្តែគឺជាបទពិសោធន៍ការជឿចាប់និងរឿងរ៉ាវពិតៗដែលខ្ញុំបានជួបផ្ទាល់តែម្ដងជាពិសេសមានអ្នកដែលស្គាល់ដែលគាត់បានជួបបញ្ហាផ្សេងៗជាច្រើនផងដែរកាលពីនៅក្មេងឬមួយក៏ការដែលខ្ញុំនៅសិក្សាអ្វីដែលខ្ញុំទទួលរងខ្លាំងជាងគេគឺការរើសអើងដោយសារខ្ញុំនៅពេលដែលខ្ញុំកាត់មកជាអ្វីគឺខ្ញុំតែងតែបង្ហាញអត្តចរិតខ្លួនឯងខ្ញុំធ្វើអ្វីដែលជាខ្ញុំតាមបេះដូងខ្ញុំតាមចិត្តរបស់ខ្លួនឯងដូចអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាកើតមកបែបណាអ្នកទាំងអស់គ្នានឹងធ្វើអ្វីដែលជាខ្លួនឯងហើយអីបានវាជាកំហុសនៅពេលដែលខ្ញុំធ្វើអ្វីដែលជាខ្លួនឯងហើយអ្វីបានខ្ញុំទទួលរងជាមួយនឹងពាក្យសម្ដីការមើលងាយការលេងសើចបែបអក្រមសីលធម៌មកលើខ្ញុំមិនឲ្យតម្លៃខ្ញុំហើយអីបានខ្ញុំទទួលរងជាមួយនឹងពាក្យផ្សេងៗដែលគេមើលងាយខ្ញុំនៅពេលដែលខ្ញុំជួបបញ្ហាទាំងអស់ហ្នឹងអ្វីដែលខ្ញុំដោះស្រាយបានគឺការយំខ្ញុំតែងតែលួចយំនៅក្នុងបន្ទប់ទឹកនៅក្នុងបន្ទប់គេងឬមួយក៏ខ្ញុំចូលចិត្តនៅកន្លែងស្ងាត់ៗហើយនៅមានបញ្ហាជាច្រើនទៀតដែលខ្ញុំបានជួបនៅក្នុងសង្គមមួយនេះដំណើរជីវិតខ្ញុំគឺខ្ញុំតែងតែជួបគេអាចមើលងាយរើសអើងឬមួយក៏និយាយបែបជាចំអកខ្ញុំបានប៉ុន្តែគេមិនអាចកំណត់ជោគវាសនារបស់ខ្ញុំបានទេសមិទ្ធផលនិងជោគវាសនាភាពជោគជ័យគឺយើងអ្នកទទួលខ្លួនឯងអញ្ចឹងហើយទើបខ្ញុំយកបញ្ហាទាំងអស់នោះនៅក្នុងជីវិតរបស់ខ្ញុំមកកែប្រែវាទៅជាអ្វីដែលភាពស្រស់ស្អាតភាពជោគជ័យសមិទ្ធផលនិងធ្វើរឿងល្អៗជាច្រើននៅក្នុងសង្គមសូមកុំឲ្យបញ្ហាទាំងអស់នោះជាសម្ពាធយើងត្រូវតែដោះលែងវាហើយយកវាជាបទពិសោធន៍និងបង្កើតនៃភាពរឹងមាំរបស់ខ្លួនឯងបញ្ហាមិនមែនត្រឹមតែមានតែខ្ញុំទេប៉ុន្តែខ្ញុំដឹងថានឹងមានអ្នកផ្សេងៗជាច្រើនដែលជួបដូចគ្នាដូចពួកគាត់នេះអញ្ចឹងគាត់ក៏របៀបចាប់បង្ខំខ្ញុំយកមកហើយទៅគឺចាប់បង្ខំតែដល់ពេលហ្នឹងខ្ញុំប្រាប់ថាអត់ទេខ្ញុំស្វឹងមែនប៉ុន្តែខ្ញុំដឹងខ្លួនខ្ញុំខំរើខំស្រែកខ្ញុំថាកុំប៉ះខ្ញុំប៉ុន្តែគាត់នៅតែធ្វើជាអាចនិយាយបានថាមនុស្សខ្ញុំអត់ដែរជាមនុស្សដែលអត់ចូលចិត្តចាំតួរលែកទេប៉ុន្តែខ្ញុំចាំថ្ងៃនឹងច្បាស់មានរឿងល្អៗជាច្រើនទៀតដែលរងចាំខ្ញុំអារឿងអាក្រក់ៗអូខេយើងគ្រាន់កលែកមើលវាបានយើងកលែកមើលវាទៅបានហើយយើងមិនចាំគិតច្រើនពីវាទេសម្ដីដែលគេចៃលេងសើចលក់លើមកកាន់យើងអីចឹងទៅរបៀបមកកាន់ខ្ញុំអីចឹងទៅរបៀបខ្ញុំអាសាជួបច្រើនដល់អាយុ12ឆ្នាំគឺខ្ញុំបានរើសអើងពីអ្នកចិត្តខាងនិងអ៊ំខ្លួនឯងបកើតនៅ2018ខ្ញុំបានចូលទៅការតែគាត់និយាយថាកន្លែងគាត់អត់យកអត់ខ្ទើយទេគាត់និយាយនៅក្រាមមុខតែម្ដងគឺគាត់និយាយចំហ្មងគាត់ថាគាត់អត់យកខ្ទើយទេគាត់យកតែមនុស្សស្រីនិងមនុស្សផលយកមកធ្វើការមួយហើយ2019ខ្ញុំក៏បានទៅដាក់ពាក្យកន្លែងធ្វើការមួយទៀតតែគេថាជាប់ឬក៏មិនជាប់ក៏គេមិននិយាយខ្ញុំក៏គិតថាប្រហែលសង្គមមួយនេះមិនយកខ្ញុំជាភេទទី3គេអាចបានមើលពីសមត្ថភាពរបស់ខ្ញុំគេអាចបានធ្វើមើលការងាររបស់ខ្ញុំដែលខ្ញុំធ្វើបើជាគេយកភេទខ្ញុំមកបញ្ជាក់ឲ្យសង្ស័យខ្ញុំក៏បានលេបថ្នាំសម្រាប់ខ្លួនហើយក៏ខ្ញុំភ្ញាក់ដឹងខ្លួនវិញខ្ញុំក៏ឃើញប៉ាម៉ាក់ខ្ញុំគាត់នៅមើលគាត់ថាអ្នកណាមិនយកកូនក៏អត់ទៅអ្នកណាអត់យកតែប៉ាម៉ាក់បងនៅចាំមើលថែក៏មើលថែនឹងព្យាយាមលើកទឹកចិត្តប្អូននឹងនៅពីក្រោយប្អូនគ្រប់ពេលវេលាសាច់រឿងទាំងនេះមិនមែនត្រឹមតែជាស្នាមរបួសនៃផ្លូវកាយផ្លូវចិត្តរបស់ពួកគាត់ទេតែពួកយើងអាចផ្លាស់ប្ដូរវាទៅជាថាមពលវិជ្ជមានដើម្បីធ្វើឲ្យជីវិតរបស់យើងប្រសើរឡើងនិងមិនគិតពីអតីតកាលតែយើងអាចយកអតីតកាលយកមកធ្វើជាមេរៀននិងធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំ Don't stop blooming You are worth it You are worthy of everything You deserve better Don't let those trauma control you Just remember that the nature will bloom again just like the sun will rise again Those threads that become the soil for the life to grow again it purities and protects and as you know you will be protected will be heard and will be seen and this is blooming beyond the trauma